ផ្ទុះហើយផ្ទុះសង្គ្រាមហើយបងប្អូនតើបងប្អូនមានចាំដែលខ្ញុំធ្លាប់និយាយដែរឬទេថាប្រទេសថៃយូរនឹងឆាប់នៅភាគខាងត្បូងនឹងកើតទៅជាសង្គ្រាមស៊ីវិលនៅថ្ងៃណាមួយឥឡូវនេះឈានដល់ដំណាក់កាលមួយគួរឲ្យកត់សម្គាល់បំផុតយប់មិញនេះក្តៅកគុកក៏ក្រើកភូមិភាគខាងត្បូងរបស់ប្រទេសថៃលោកអនុទីនច័ន្ទវរៈកុលស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយកាលពីរាត្រីថ្ងៃទី22ខែសីហាឆ្នាំ2026ចាប់ពីម៉ោង 8:00 នាទីយប់តទៅស្ថានភាពសន្តិសុខនៅតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសថៃបានឈានដល់កម្រិតប្រកាសអាសន្នយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការវាយប្រហារនិងបង្កចលាចលជាច្រើនករណីដែលកើតឡើងដំណើរគ្នាយ៉ាងតន់ហន់យោងតាមប្រភពសារព័ត៌មាន The Tiger ដែលបានដកស្រង់ទិន្នន័យផ្លូវការពីបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងយុទ្ធភូមិភាគទី4នៅជួរមុខបានឲ្យដឹងថាព្រឹត្តិការណ៍រង្គោះរង្គើនេះបានកើតឡើងរហូតទៅដល់51ទីតាំងផ្សេងគ្នាដោយគ្របដណ្ដប់លើខេត្តចំនួន3គឺខេត្តណារ៉ាធីវ៉ាត់ខេត្តប៉ាតានីនិងខេត្តយ៉ាឡាសកម្មភាពអំពើហិង្សាដែលត្រូវបានរៀបចំឡើងយ៉ាងមានប្រព័ន្ធនេះរួមមានការគប់គ្រាប់បែកការដុតបំផ្លាញការិយាល័យរដ្ឋបាលការដុតសម្បកកង់ឡាននៅលើផ្លូវសាធារណៈការទម្លាក់បង្គោលភ្លើងនិងការវាយប្រហារទៅលើហាងទំនិញហេតុការណ៍ចលាចលឆ្លងអាធ្រាត្រនេះបានបន្សល់ទុកនូវការខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំព្រមទាំងបង្កឲ្យប្រជាពលរដ្ឋស៊ីវិលយ៉ាងហោចណាស់2នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងខេត្តណារ៉ាធីវ៉ាត់ការវាយប្រហារយ៉ាងគគ្រលឿននិងស្របពេលគ្នានេះត្រូវបានគេមើលឃើញថាគឺជាការបោះដៃតស៊ូយ៉ាងស្រួចស្រាលពីសំណាក់ក្រុមឧទាមបំបែកខ្លួននៅក្នុងតំបន់ដើម្បីបង្កភាពចលាចលទៅដល់អាជ្ញាធរផ្អែកទៅលើទិន្នន័យលម្អិតដែលប្រមូលបានត្រឹមពាក់កណ្ដាលអាធ្រាត្រថ្ងៃទី22ខែសីហាឆ្នាំ2026បញ្ជាការដ្ឋាន ISOC 4 Forward បានបញ្ជាក់អំពីទំហំនៃអំពើហិង្សាតាមខេត្តនីមួយៗយ៉ាងច្បាស់លាស់ដោយនៅក្នុងនោះខេត្តណារ៉ាធីវ៉ាត់រងការវាយប្រហារយ៉ាងខ្លាំងជាងគេរហូតទៅដល់22ករណីការវាយប្រហារនៅណារ៉ាធីវ៉ាត់នេះបានកើតឡើងនៅក្នុងស្រុកឆាណែចំនួន4កន្លែងស្រុករ៉ាង៉ែចំនួន5កន្លែងស្រុកបាចោះចំនួន3កន្លែងស្រុកតាប៉ៃចំនួន2កន្លែងព្រមទាំងកើតមាននៅក្នុងស្រុកស៊ីសាខុនស្រុកវាលស្រុកមឿងណារ៉ាធីវ៉ាត់ស្រុកជូអៃរងស្រុកសុងកៃគូឡស្រុកយីងស្រុករីសោះស្រុកសុងកៃប៉ាឌីក្នុងមួយស្រុកចំនួន1ករណីនៅក្នុងស្រុកសុងកៃឌីមានហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃ IED លើរថយន្តមួយគ្រឿងបណ្ដាលឲ្យប្រជាពលរដ្ឋ2នាក់រងរបួសដោយឡែកនៅខេត្តយ៉ាឡាក៏មានករណីបង្កនៅចលាចលចំនួន18ករណីដោយកើតឡើងនៅក្នុងស្រុកឋានតូចំនួន8កន្លែងនៅក្នុងស្រុកបាណាំងសាតាចំនួន6កន្លែងនិងស្រុករ៉ាម៉ាន់ចំនួន2កន្លែងចំណែកឯនៅខេត្តប៉ាតានីវិញត្រូវបានកត់ត្រាចំនួន11ករណីនៅក្នុងនោះមានស្រុកយ៉ារ៉ាំង3កន្លែងស្រុកនងចឹកចំនួន3កន្លែងស្រុកយ៉ារីងចំនួន2កន្លែងនិងនៅស្រុកសាយបូរីស្រុកធុងយ៉ាងដែងព្រមទាំងស្រុកខកផូនៅក្នុងមួយស្រុកមាន1ករណីទៀតផងភ្លាមបន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងកងកម្លាំងសន្តិសុខថៃគ្រប់ច្រកល្ហកគ្រប់ប្រភេទត្រូវបានដាក់បញ្ជាឲ្យចុះទៅកាន់តំបន់កើតហេតុជាបន្ទាន់ដើម្បីគ្រប់គ្រងស្ថានភាពការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងប្រមូលភស្តុតាងផ្សេងមេបញ្ជាការកងទ័ពភូមិភាគលេខ4បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គ្រប់អង្គភាពពាក់ព័ន្ធឲ្យចាត់ទុកសុវត្ថិភាពរបស់សាធារណជនជាអាទិភាពដំបូងនិងត្រូវបានប្រញាប់ប្រញាល់ស្ដារសន្តិសុខសម្រាប់ធ្នាប់ឲ្យត្រឡប់មកកាន់ប្រក្រតីឡើងវិញអង្គភាព ISOC 4 Forward ក៏បានចេញសេចក្តីប្រកាសអាសន្នដោយអំពាវនាវយ៉ាងទទូចទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បញ្ឈប់ការធ្វើដំណើរទៅកាន់ទីកន្លែងដែលមានការវាយប្រហារនិងជៀសវាងដាច់ខាតនៅការចូលទៅជិតតំបន់ហាមឃាត់ដែលកងកម្លាំងកំពុងតែបិទគប់ជាមួយគ្នានោះអាជ្ញាធរបានណែនាំថាប្រសិនបើមានប្រជាពលរដ្ឋបានប្រទះឃើញបុគ្គលវត្ថុឬក៏យានយន្តដែលមានភាពសង្ស័យមិនត្រូវចូលទៅជិតឬក៏ប៉ះពាល់ដោយផ្ទាល់ជាដាច់ខាតហើយត្រូវតែប្រញាប់រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានឬក៏ទូរស័ព្ទទៅកាន់លេខទូរស័ព្ទបន្ទាន់ hotline របស់ ISOC Board Forward ដែលរងចាំទទួលព័ត៌មាន24ម៉ោងលើ24ម៉ោងឆ្លើយតបទៅនឹងវិបត្តិសន្តិសុខដ៏ក្តៅគគុកនេះនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោកអនុទីនច័ន្ទវរៈកុលក៏បានកោះប្រជុំជាបន្ទាន់ថ្នាក់ដឹកនាំខ្ពស់នៃកងកម្លាំងសន្តិសុខជាតិមុនពេល
ពេលលោកចាក់ចេញដំណើរទៅបំពេញបេសកកម្មនៅភាគខាងត្បូងកាលពីព្រឹកព្រលឹមថ្ងៃទី23ខែសីហាវេលាម៉ោង 8:05 នាទីព្រឹកលោកអនុទានច័ន្ទវិរៈគុលនាយករដ្ឋមន្ត្រីថៃបានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធាលេខ2កងទ័ពលេខ 6BN6 ដោយបានស្លៀកពាក់ឯកសណ្ឋានឧត្តមសេនីយ៍ទូយ៉ាងហំហានដើម្បីធ្វើដំណើរទៅកាន់ខេត្តណានកាលវិភាគដើមរបស់លោកគឺត្រូវចុះទៅតាមដានទឹកជំនន់និងដោះស្រាយទុក្ខធុរៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តណានប៉ុន្តែដោយសារតែមានហេតុការណ៍វាយប្រហារ51ទីតាំងនៅភាគខាងត្បូងកាលពីយប់មិញលោកក៏សម្រេចចិត្តចំណាយពេលជាង1ម៉ោងនៅប្រលានយន្តហោះដើម្បីដឹកនាំកិច្ចប្រជុំសន្តិសុខជាបន្ទាន់ការកោះប្រជុំជាន់ខ្ពស់នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលថៃនៅក្នុងការឆ្លើយតបនឹងការគំរាមកំហែងផ្នែកសន្តិសុខផ្ទៃក្នុងដ៏ធ្ងន់ធ្ងរមួយនេះនៅក្នុងកិច្ចប្រជុំប្រៀបដូចជាសឹកសង្គ្រាមតូចមួយនៅឯអាកាសយានដ្ឋានយោធានេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់បំផុតនៃក្រសួងការពារជាតិនិងកងទ័ពថៃសមាជិកចូលរួមមានឧត្តមសេនីយ៍ឯកអាប់ឌុលប៊ុនថាំចារឿនរដ្ឋមន្ត្រីក្រសួងការពារជាតិលោកអាស៊ីតសំប៉ាន់រ៉ាត់លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃលោកណារុចាខូសាស៊ីឡៃអគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលខេត្តលោកឧត្តមសេនីយ៍ផាណាភ្លឺប្លុកធុកអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃនិងលោកឧត្តមសេនីយ៍ឆៃយ៉ាប្រុកឌួងប្រផាត់នាយសេនាធិការកងទ័ពភូមិន្ទថៃនិងជាអគ្គលេខាធិការ ISOC នៅក្នុងនោះឧត្តមសេនីយ៍ឆៃយ៉ាប្រុកក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបជូននាយករដ្ឋមន្ត្រីអំពីផែនការវាយប្រហារស៊ីសង្វាក់គ្នារបស់ក្រមឧទាមជាមួយគ្នានេះឧត្តមសេនីយ៍ឯកណារ៉ាធីបផយនុកមេបញ្ជាការកងទ័ពជើងគោកភូមិន្ទលេខ4ក៏បានរាយការណ៍ដោយផ្ទាល់ពីតំបន់កើតហេតុក្រោយពីបានស្ដាប់របាយការណ៍លោកនាយករដ្ឋមន្ត្រីអនុទានក៏បានចេញបទបញ្ជាដោយផ្ទាល់ពីតំបន់កើតហេតុក្រោយពីបានស្ដាប់របាយការណ៍លោកនាយករដ្ឋមន្ត្រីអនុទានច័ន្ទវិរៈគុលក៏បានចេញបទបញ្ជាដោយផ្ទាល់យកចិត្តទុកដាក់បំផុតទៅលើការថែទាំជនស៊ីវិលដែលរងគ្រោះនិងបានបញ្ជាឲ្យអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតទៅលើក្រុមជនបង្កបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកម្រិតខ្ពស់នេះនៅវេលាម៉ោង 9:35 នាទីព្រឹកលោកនាយករដ្ឋមន្ត្រីក៏បានធ្វើដំណើរឡើងយន្តហោះចាក់ចេញទៅកាន់ខេត្តណានដើម្បីបន្តបេសកកម្មរឿងទឹកជំនន់តាមស្ថានភាពជាក់ស្ដែងប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានចំពោះការផ្ទុះអំពើហិង្សា51ទីតាំងដំណើរគ្នានៅក្នុងខេត្តនរាធិវត្តន៍ប៉ាតនីនិងយ៉ាឡានាពេលនេះមិនមែនជាព្រឹត្តិការណ៍ចែកដន្យនោះឡើយប៉ុន្តែគឺជាយុទ្ធសាស្ត្រវាយប្រហារសម្រុកស៊ីសង្វាក់គ្នាដែលត្រូវបានរៀបចំឡើងយ៉ាងស្ទាត់ជំនាញដោយក្រុមឧទាមបំបែកខ្លួននៅភាគខាងត្បូងការជ្រើសរើសពេលវេលាយប់ជ្រៅនិងការវាយប្រហារទៅលើគោលដៅស៊ីវិលរដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធដូចជាហាងទំនិញបង្គោលភ្លើងនិងការិយាល័យរដ្ឋមានគោលបំណងចម្បងពីរទី1គឺដើម្បីបង្ហាញអំពីសមត្ថភាពបញ្ជាការនិងបណ្ដាញសម្ងាត់របស់ក្រមឧទាមថានៅតែមានឥទ្ធិពលខ្លាំងក្លានិងអាចបំផ្លាញសន្តិសុខគ្រប់ពេលវេលាទី2គឺការបំបាក់ស្មារតីអាជ្ញាធររដ្ឋនិងបង្កើនសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋបាលថ្មីរបស់លោកអនុទានច័ន្ទវិរៈគុលដោយលោកនាយករដ្ឋមន្ត្រីត្រូវតែកោះប្រជុំបន្ទាន់និងបញ្ជាឲ្យប្រើប្រាស់ច្បាប់តឹងរ៉ឹងរួមជាមួយនឹងការដាក់បញ្ជាឲ្យកងទ័ពភូមិន្ទភាគលេខ4ព្រមទាំងគ្រប់គ្រងស្ថានភាពភ្លាមៗនោះឆ្លុះបញ្ចាំងឲ្យឃើញថារដ្ឋាភិបាលថៃកំពុងតែប្រឈមមុខទៅនឹងសោភ័ណភាពអសន្តិសុខដ៏ស្មុគស្មាញបញ្ហានេះអាចនឹងរុញច្រានឲ្យភាគីថៃបង្កើននៅវត្តមានយោធាយ៉ាងគំហុកនៅតំបន់ភាគខាងត្បូងដែលអាចបង្កផលប៉ះពាល់ទៅលើសេដ្ឋកិច្ចការដឹកជញ្ជូននិងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនជាមួយនឹងប្រទេសជិតខាងលើពីនេះការប្រើប្រាស់ធនធានយោធាយ៉ាងច្រើនដើម្បីទប់ទល់ទៅនឹងសង្គ្រាមប្រជាជននៅភាគខាងត្បូងអាចនឹងធ្វើឲ្យកងទ័ពថៃជួបការលំបាកនៅក្នុងការបែងចែកកម្លាំងនិងស្មារតីនៅក្នុងការដោះស្រាយបញ្ហាព្រំដែននាទិសផ្សេងៗទៀតដែលនៅក្នុងនោះចំណុចខ្សោយផ្នែកយុទ្ធសាស្ត្រមួយដែលកើតចេញអំពីវិបត្តិផ្ទៃក្នុងដ៏រ៉ាំរ៉ៃរបស់ថៃអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនឹងបន្តជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានអាប់ដេតពាក់ព័ន្ធជាមួយនឹងហេតុការណ៍មួយនេះនៅក្នុងវីដេអូក្រោយពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍ព័ត៌មានបន្ថែមជារៀងរាល់ថ្ងៃគ្រាន់តែចុច subscribe លើ channel ចង់ដឹងទេជាការស្រេចសូមជម្រាបលា